គឺនេះគឺកើតចំពោះបរិះដែលមានវ័យក្មេងចន្លោះពី15ទៅ35ឆ្នាំគឺសម័យ Gen Z មករោគសញ្ញាជំងឺដុំសាច់នៅលើពងស្វាសមានរោគសញ្ញាមួយចំនួនដែលបងប្អូនបរិះអាចកំណត់សម្គាល់ដោយខ្លួនឯងបានទី1ស្ទាបទៅលើពងស្វាសទៅគឺមានដុំទី2ទំហំពងស្វាសនឹងរីកធំនិងទី3ដើរទៅស្រាប់មានអារម្មណ៍ថាពងស្វាសរបស់ខ្លួនឯងនឹងធ្ងន់ជាងធម្មតាទី4អ្នកជំងឺអាចនឹងមានការឈឺចាប់និងពេលខ្លះទៀតអត់សូវមានការឈឺចាប់ទេឬក៏អត់ឈឺចាប់តែម្ដងទី5នឹងមានរោគសញ្ញាមួយចំនួនទៀតដែលបងប្អូនអាចកត់សម្គាល់ទី1ឡើងសដន់និងទី2អាចនឹងមានការឈឺចាប់នៅក្នុងពោះតិចតួចហើយភាគច្រើនជំងឺនេះគឺកើតចំពោះបរិះដែលមានវ័យក្មេងចន្លោះពី15ទៅ35ឆ្នាំគឺសម័យ Gen Z មក